ចាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរនេះខ្ញុំសូមធ្វើការបង្ហាញពីប្រភេទរទេះសម្រាប់លក់ស្លាប់មុនកន្លុកមួយឈុតថ្មីទៀតហើយចាឥឡូវនេះគឺយើងចូលមកពណ៌សវិញម្ដងចាជាប្រភេទលក់ស្លាប់មុនកន្លុកប្រើទូរបៀបដូចទូនំប៉័ងអញ្ចឹងចាគឺ2ថ្នាក់3ប្រឡោះបែបហ្នឹងតែម្ដងចាតោះឥឡូវយើងមកមើលខាងមុខចំតែម្ដងតែចាខាងមុខនេះគឺយើងមានកាងមានអីដាក់ធុងតកដាក់អីបានហើយខាងក្រោមក៏យើងមានក្លុបបិទបើកដាក់អីវ៉ាន់ចាក់សោអីបានចាខាងក្រោមហ្នឹងណាហើយទូកញ្ចក់របស់យើងគឺក្លុបបែបហ្នឹងតែម្ដងចាពីមុខដល់ក្រោយតែម្ដងនិយាយរួមទៅគឺស្អាតហើយអនាម័យទៀតចាម៉ូដនេះតោះឥឡូវយើងមកមើលពីចំហៀងខាងយើងឈរលក់នេះទៅវិញចាខាងក្នុងនេះដែរក៏មានចោះឆ្នាំងលេខ36មួយហើយទូកញ្ចក់របស់យើងខាងក្រោមគឺទលាយបែបហ្នឹងខាងលើក៏យើងមាន2ថ្នាក់បែបហ្នឹងចាខាងលើទូនោះគឺយើងមានតនើមានអីដាក់អីវ៉ាន់បែបហ្នឹងចាហើយខាងក្រោមនេះដែរគឺយើងមានកេកមួយចាសម្រាប់ដាក់លុយដាក់ឬក៏ដាក់ថង់អីចឹងណាហើយខាងក្រោយនេះដែរក៏យើងមានជើងសម្រាប់ដាក់ធុងហ្គាស13គីឡូមួយចាព្រោះដោយសារភ្ញៀវគាត់ប្រើក្បាលការ B5 អញ្ចឹងត្រូវមានជើងធុងហ្គាសមានអីចឹងណាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់មានតម្រូវការគឺអាចធ្វើការកម្មង់បានចាមិនថាប្រភេទអតេកម្មង់បែបហ្នឹងឬក៏លក្ខណៈកម្មង់អីផ្សេងៗហ្នឹងគឺអាចធ្វើការកម្មង់បានតាមរយៈផេកនេះផ្ទាល់ឬក៏តាមរយៈលេខទូរស័ព្ទដៃរបស់ខ្ញុំ3ខ្សែនៅក្នុងវីដេអូនឹងបានចាហើយក៏អរគុណច្រើនចំពោះការទស្សនាវីដេអូមួយនេះយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតចាបាយបាយ